ថងអ្វីមួយប៉ុន្តែវាក្រឡេកឃើញមានសត្វក្អែកមួយវងកំពុងតែយាយីទៅកាន់កូនរបស់វាហើយវាក៏បានប្រយុទ្ធជាមួយនឹងសត្វក្អែកទាំងអស់នោះមិនយូរប៉ុន្មានសត្វក្អែកនោះក៏បានហើរចេញទៅប៉ុន្តែវាហាក់បីដូចជាមានរបួសនៅត្រង់ភ្នែកវាឃើញសត្វព្រាបមួយវងហើយវាក៏បានពួនដើម្បីចាំស្ទាក់ខំសត្វព្រាបនោះប៉ុន្តែវាធ្វើមិនបានសម្រេចនោះវាបានឃើញធុងតកកមួយវាគិតក្នុងចិត្តថាប្រហែលជាមានអាហារនៅក្នុងនោះប៉ុន្តែវាបានកាយហើយកាយទៀតវាបានឃើញតែថងដកមួយស្បោងតែប៉ុណ្ណោះនៅពេលដែលយប់ឡើងមេឃក៏ចាប់ដើមភ្លៀងប៉ុន្តែការច្រោករបស់វាគឺមិនមានសុវត្ថិភាពនោះទេគឺការច្រោកដោយមានការទទឹកជោគជាំទៅវិញកូនរបស់វាបានកេងទាំងមេឃភ្លៀងហើយទទឹកជោគពេញខ្លួនវាបានចាក់ចេញពីផ្ទះនោះហើយវាចូលទៅក្នុងព្រៃដើម្បីស្វែងរកអាហារម្ដងប៉ុន្តែការរំជួយដីគឺមិនទាន់បាត់ 100% នោះទេវាបានកើតឡើងម្ដងទៀតទោះបីតែដើមឈើក៏រលំដែរនៅពេលយប់ឡើងវាក៏បានចាក់ចេញពីព្រៃហើយបានឆ្លងកាត់ស្ពានមួយដែលមានសភាពទ្រុឌទ្រោមកំពុងតែបាក់បែកស្ពានក៏បានចាប់ដើមបាក់ហើយវាធ្លាក់ទាំងកូនទាំងមេរបស់វាប៉ុន្តែវាមិនមានគ្រោះថ្នាក់អ្វីនោះទេដោយសារតែការធ្លាក់នោះគឺធ្លាក់នៅលើទឹកហើយវាក៏នាំកូនរបស់វាឡើងមកលើគោហើយវាក៏បានដេកជាមួយនឹងកូនរបស់វាហើយវាបានស្រមៃការពីវានៅតូចហើយមានក្មេងស្រីម្នាក់បានឃើញវាហើយក៏បានដាក់ចំណីឲ្យវាស៊ីហើយក្មេងស្រីនោះប្រងនឹងយកវាទៅចិញ្ចឹមប៉ុន្តែក្មេងប្រុសបែរជានិយាយថាឯងកុំចិញ្ចឹមវាអីព្រោះវាមិនមែនជាឆ្កែស្រុកនៅពេលដែលនាងដើរចេញទៅកូនឆ្កែនោះក៏បានរត់ទៅតាមនាងផងដែរហើយក្មេងស្រីនោះក៏បានប្រាប់លោកតារបស់នាងហើយលោកតាម្នាក់នោះក៏បានយកវាទៅចិញ្ចឹមនៅផ្ទះជួបគ្នាវីដេអូបន្ទាប់ដែលជាភាគ2តពីវគ្គ1នេះ